កាន់តែប្រហើនហើយបាទអ៊ីរ៉ង់បាទណារឿងដែលសហរដ្ឋអាមេរិកត្រូវបានគេចោទសួរថាសង្គ្រាមចប់ពេលណានោះគាត់ថា3-4 សប្តាហ៍ទៀតហើយប្រហែលថ្ងៃគាត់នឹងសង្គ្រប់អណានៃបាទណាសហរដ្ឋអាមេរិកនឹងវាយទៅលើអ៊ីរ៉ង់ហើយចប់ត្រឹមអ៊ីរ៉ង់ប្រហើនមែនទែនគឺហ៊ានដាក់លក្ខខណ្ឌជាមួយនឹងសហរដ្ឋអាមេរិកបាទដែលដាក់លក្ខខណ្ឌចំនួន3ឲ្យអាមេរិកនោះបាទណាបើអាមេរិកចង់បញ្ចប់សង្គ្រាមគឺអាមេរិកនិងអ៊ីស្រាអែលជាអ្នកបង្កើតសង្គ្រាមមុនអញ្ចឹងត្រូវបញ្ចប់សង្គ្រាមអញ្ចឹងពេលបញ្ចង់ឲ្យគាត់បញ្ចប់សង្គ្រាមវាទៅជាអ៊ីរ៉ង់នឹងដាក់លក្ខខណ្ឌអាមេរិកវិញណាថាបើអាមេរិកចង់បញ្ចប់សង្គ្រាមពេលណាមិនមែនអាមេរិកអ្នកនិយាយទេព្រោះសហរដ្ឋអាមេរិកលោកដូណាល់ត្រាំថាបើគាត់ចង់បញ្ចប់សង្គ្រាមពេលណាក៏បានដែរណាគាត់កទៅនិយាយពាក្យអញ្ចឹងតែចំពោះអ៊ីរ៉ង់វិញថាមិនមែនទៅលើអាមេរិកថាចង់បញ្ចប់ពេលណាទេណាចឹងទោះបីអាមេរិកនិងអ៊ីស្រាអែលយកមកសង្គ្រប់គ្រាប់យើងថាអ៊ីរ៉ង់ងើបមិនរួចយ៉ាងម៉េចក៏ដោយតែសំខាន់គេបាននិយាយឲ្យលបាយមួយនេះគឺអ្នកណាមុជទឹកបានយូរចឹងអាមេរិកតើបងប្អូនយល់ថាអាមេរិកយូរទេអាមេរិកបានតែវាយប្រើមានសភាវុធទំនើបមែនតែអាមេរិកឲ្យក្រាញដានីលឲ្យយូរគឺមិនអាចទេបងប្អូនអ៊ីរ៉ង់ដឹងណាចឹងអ៊ីរ៉ង់បានថាចំណាយពេលយ៉ាងហោចណាស់ក៏5-6 ខែក៏6 ខែគឺអ៊ីរ៉ង់អាចស៊ូបានជាមួយកំដរអាមេរិកឲ្យអាមេរិកនឹងធ្លាក់ចុះនៅសេដ្ឋកិច្ចអាមេរិកឈឺចាប់នៅវិបត្តិសេដ្ឋកិច្ចមួយនេះណាអញ្ចឹងអ៊ីរ៉ង់កំពុងតែធ្វើឲ្យក្រោមការដឹកនាំរបស់កូនបាទអាលីកាមីណៃហ្នឹងគឺបាទយើងអត់ទាន់ឃើញថាកូននឹងមុខមាត់មិនទេបាទយើងដឹងក្នុងហ្នឹងតើតាំងពីចេញមកឮថាអាមេរិកបាននិយាយថាប្រហែលជាគ្រោះថ្នាក់គ្រោះអីចឹងមិនទាន់ចេញមុខចេញមាត់តាំងពីខ្លាយទៅជាប្រមុខដឹកនាំអ៊ីរ៉ង់មកគឺអត់ទាន់បានចេញមុខនៅក្នុងប្រព័ន្ធ social media ទេហើយនៅក្នុងអ៊ីរ៉ង់ឥឡូវនេះបើចង់ឲ្យនិយាយពីការចរចាអត់ចរចាបានទេព្រោះប្រព័ន្ធអ៊ីនធឺណិតបិទទាំងស្រុងបាទនៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងអញ្ចឹងអាមេរិកចង់ចរចាក៏មិនចរចារបៀបមិនដែរព្រោះអត់មានអីតាក់ទងគ្នាតែបាទអ៊ីរ៉ង់បាននិយាយឲ្យនៅខសន្យា3%បើសហរដ្ឋអាមេរិកចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់វាទៅជាអ៊ីរ៉ង់បាទដាក់ខសន្យាវិញប៉ុន្តែខសន្យាទាំង3ក៏ខ្ញុំយល់ថា100%ហ្នឹងគឺអាមេរិកមិនអាចព្រមបានទេអ៊ីស្រាអែលក៏មិនអាចព្រមបានដែរអញ្ចឹងណាប៉ុន្តែដាក់ហើយទី1ខសន្យារបស់អ៊ីរ៉ង់បាទគឺមិនឲ្យឲ្យសហរដ្ឋអាមេរិកនិងបាទអ៊ីស្រាអែលអីហ្នឹងគឺទទួលស្គាល់សិទ្ធិស្របច្បាប់របស់គាត់បាទជាប្រទេសមួយអញ្ចឹងណាហើយគាត់អាចផលិតនៅស្អីគេបាទជាតិអ៊ុយរ៉ាញ៉ូមធ្វើគេហៅថាកម្លាំងនុយក្លេអ៊ែរគាត់ធ្វើមិនមែនធ្វើសភាវុធទេគាត់បានថានិយាយសម្រាប់ធ្វើនៅក្នុងឧស្សាហកម្មដូចជាបាទធ្វើអគ្គិសនីធ្វើអីបង្កើតអគ្គិសនីថាមពលនុយក្លេអ៊ែរអញ្ចឹងណាគាត់និយាយថាហ្នឹងគាត់យកធ្វើអញ្ចឹងគាត់មិនយកទៅធ្វើសភាវុធទេប៉ុន្តែអាមេរិកគឺគាត់គិតអញ្ចឹងទេថាអ៊ីរ៉ង់ចង់ធ្វើសភាវុធក៏បន្តិចអ៊ីស្រាអែលអញ្ចឹងណាបាទអ៊ីស្រាអែលក៏អត់ទុកចិត្តចំពោះបាទប្រទេសអ៊ីរ៉ង់ដែរបាទអញ្ចឹងគឺទី1នេះគឺទទួលបាទអាមេរិកគឺអត់ទទួលឡើយបាទណាទី2គឺសងការខូចខាតធ្វើសង្គ្រាមប្រមាណបាទថ្ងៃនេះចូលដល់ថ្ងៃ13ហើយ3 10ថ្ងៃណាអញ្ចឹងប្រមាណ10ថ្ងៃនេះគឺត្រូវអាមេរិកហើយនិងអ៊ីស្រាអែលទទួលការខូចសងការខូចខាតនឹងការធ្វើសង្គ្រាមនៅទាំងអស់ព្រោះថាខ្លួនជាអ្នកបកអញ្ចឹងណាអញ្ចឹងបើចង់បញ្ឈប់សង្គ្រាមសងអស់អញ្ចឹងអាមេរិកប្រកាសជាអត់ទៀតហើយតែបងប្អូនវាចម្លែកទេបងប្អូនបាទហ្នឹងហើយចំនួនសម្រាប់ទី3នេះគឺមិនឲ្យមានការវាយប្រហារមិនឲ្យមានការវាយប្រហារភាសាទៀតមកឈ្លានពានប្រទេសអ៊ីរ៉ង់ភាសាទៀតថ្ងៃក្រោយនឹកឃើញចង់មកឈ្លានពានអ៊ីរ៉ង់ភាសាទៀតគឺត្រូវមានលក្ខខណ្ឌត្រឹមត្រូវមិនឲ្យមកឈ្លានពានភាសាទៀតទេអញ្ចឹង3លក្ខខណ្ឌ3នេះគឺលក្ខខណ្ឌមួយដ៏កម្រណាបងប្អូនដ៏ពិបាកណាស់មិនអាចឲ្យអាមេរិកគឺយល់ព្រមទាំង3ទេអញ្ចឹងមានតែវាយគ្នាទាំងទេប៉ុន្តែមកវាយគ្នាការដែលអត់ធ្មត់យូរប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាអ៊ីរ៉ង់ហ្នឹងគឺទ្រាំខ្លួនហើយប៉ុន្តែសួរថាអាមេរិកហ្នឹងមានលុយប្រមាណមានសភាវុធប្រមាណក្នុងការវាយនៅអ៊ីរ៉ង់ហ្នឹងពួកដីអ៊ីរ៉ង់ធំដែរណាបងប្អូនហើយអ៊ីរ៉ង់មិនមែនវាយនៅជាប់អាមេរិកណាមិនមែនជាប់អាមេរិកទេដីអាមេរិកទេគឺជាប់អ៊ីស្រាអែលឆ្ងាយពីគ្នាទៀតបាទគឺជាប់នៅប្រទេសនៅមជ្ឈមបូព៌ាហ្នឹងគឺមានប្រទេសស្អីខ្លះនៅក្នុងបាទមានគុយវ៉ែតមានបាទអារ៉ាប់រួមស្អីអីជុំវិញនឹងទាំងអស់ហ្នឹងបាទណាអញ្ចឹងសួរថាតើគាត់បើគេនិយាយពីលបាយមុជទឹកហ្នឹងគេបាននិយាយថាតើនរណាមុជបានយូរជាងគេវាអត់សំខាន់តើនរណាឈ្នះចាញ់អីណាអាណាទៅមិនទេពួកអាមេរិកគាត់ប្រកាសខ្លួនគាត់គាត់ថាគាត់ឈ្នះហើយដល់ពេលគេសួរថាឈ្នះរបៀបមិនវិញណាឈ្នះនឹងចង់ចេញលទ្ធផលមិនទៅអញ្ចឹងគេខ្លាចថាអាមេរិកហ្នឹងគឺចេញគាត់ថាការបំផើមគេណា
ស្គាល់ពីបំផើមឯងបងប្អូនបាទទៅវិញប្រើគាត់គឺថាគាត់ឈ្នះហើយរកខ្លួនចេញថយងាប់បំផុតគឺងាប់អ៊ីស្រាអែលឡើងឯងណាអ៊ីស្រាអែលអញ្ចឹងมันក៏ទិញសិទ្ធិវុធបន្ថែមពីសហរដ្ឋអាមេរិកហ្នឹងបាទកន្លែងហ្នឹងអញ្ចឹងសួរថាតើបាទលបែងបាទណាលបែងភ្នាល់គ្នាថានរណាមួយបានយូរជាងនរណាមួយបានមិនសូវយូរអីហ្នឹងគឺអ្នកណាឈ្នះអ្នកណាចាញ់យើងមានតែរងចាំមើលតទៅទៀតបងប្អូនបាទហើយឥឡូវនេះបងប្អូនដឹងហើយគឺបើចង់ចរចាក៏ពិបាកនឹងការចរចាដែរព្រោះថានៅក្នុងប្រទេសអ៊ីរ៉ង់គឺបានផ្ដាច់នៅប្រព័ន្ធអ៊ីនធឺណិតទាំងអស់ហើយគឺការតាក់ទងគ្នាមិនងាយតាក់ទងគ្នាទេហើយមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ដែលជាកូនរបស់ប្រមុខរបស់អ៊ីរ៉ង់អាលីកាមីណេដែលជាកូនរបស់គាត់ហ្នឹងគឺឡើងកាន់កាប់រហូតដល់ឥឡូវហ្នឹងគឺមិនទាន់ចេញមុខជាសាធារណៈដែលធ្វើឲ្យគាត់សម្គាល់ទេមានតែគេថាចាក់វីដេអូចាស់យកមកប្រហែលជាអាមេរិកថាប្រហែលជាត្រូវរបួសហើយសំងំព្យាបាលរបួសអីចឹងណាបងប្អូនបាទហើយអ៊ីរ៉ង់បានដាក់លក្ខខណ្ឌហ្នឹងហើយបើចង់ឲ្យអ៊ីរ៉ង់គឺនៅតែទោះបីអាមេរិកឥឡូវគឺសំពងថាធ្វើម៉េចឲ្យឈ្នះឲ្យចប់នឹងទៅ3 4សប្តាហ៍ហ្នឹងតែបាត់អ៊ីរ៉ង់កំដរបាន6ខែទៀតឲ្យអាមេរិកជូរចត់នៅវិបត្តិសង្គ្រាមនៅវិបត្តិសេដ្ឋកិច្ចនយោបាយបាត់ទូទាំងពិភពលោកហ្នឹងឲ្យអាមេរិកទទួលស្គាល់ថាកុំចូលក្នុងទឹកដីអ៊ីរ៉ង់បានប្រាប់ហើយចូលខាងណាវាយខាងហ្នឹងចូលដៃកាត់ដៃចូលជើងកាត់ជើងអញ្ចឹងណាបាទទោះបីអ្នកឯងខ្លាំងយ៉ាងម៉េចក៏ដោយបាទហើយចំណាយឯបងប្អូនគិតពិចារណាពីប្រទេសព្រួតមួយគឺបើសិនមកប្រទេសទល់មកប្រទេសវិញចាប់បោះអ៊ីរ៉ង់មិនស្ទើរទេបាទបងប្អូនណាមិនធម្មតាណាទោះបីអ៊ីរ៉ង់ទក់សាច់មែនតែអ៊ីរ៉ង់នៅមានគ្រាប់ឥឡូវនេះកំពុងតែស្រោចបងប្អូនបាទឥឡូវនេះគឺកំពុងវាយស្រោចទៅលើនៅមជ្ឈមពាទាំងអស់តាំងពីកាតាតាំងពីអារ៉ាប៊ីសាអូឌីតាំងពីអ៊ីស្រាអែលគូគាត់ស្រោចវាយបាត់ដោយដ្រូនក្នុងដោយមីស៊ីលផងបងប្អូនគិតពិចារណាមើលបាទនៅច្រើនណាស់គ្រាប់របស់គាត់ចឹងនៅក្នុងមជ្ឈមពាគឺមានខែលការពារផងអីផងត្រូវខ្លះស្អីខ្លះបាទអញ្ចឹងអ៊ីរ៉ង់កំពុងតែស្ពោះហើយអ្នកណាគេតែងើបនៅក្នុងមជ្ឈមពាអញ្ចឹងបងប្អូនទាំងអស់ប្រទេសទាំងអស់មកគេពួតដៃវាយទាំងអស់គ្នាប៉ុន្តែបើងើបនឹងមានបញ្ហាទាំងនោះព្រោះអ៊ីរ៉ង់បានប្រមូលសភាវុធនឹងកំជ្រួចហើយនឹងបាទត្រូនឹងយកមកអស់ហើយគឺអាវុធធុនអាវុធទំនើបរបស់រងចេញនៅពេលហ្នឹងហើយចាញ់ហើយអាមុនមិនទាន់ចេញទេក៏ប៉ុណ្្នឹងឯណាគាត់ថាចេញនៅពេលហ្នឹងហើយឲ្យពិភពលោកឲ្យអាមេរិកទទួលដឹងថាតើអ៊ីរ៉ង់ហ្នឹងខ្សោយឬក៏ខ្លាំងអាហ្នឹងចឹងណាហើយយើងឃើញថាក្រោមការដឹកនាំរបស់បាទសហរដ្ឋអាមេរិកបាទឥឡូវនេះយើងឃើញអេស្ប៉ាញគឺចេញបាទដកទូតចេញហើយដកទូតចេញគាត់មិនចង់ចូលរួមអីក៏ដកទូតអីចេញពីប្រទេសអ៊ីស្រាអែលបាទណាបាទគាត់មិនចង់ចូលក្នុងការវាយប្រហារធ្វើការសម្លាប់មនុស្សទេអ៊ីស្រាអែលអេស្ប៉ាញបាទប្រទេសអេស្ប៉ាញណាហើយយើងឃើញថាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាក្រុម NATO ណាអីហ្នឹងគឺមិនទាន់មានអីទេដោយសារតែលោកបាទដូណាល់ត្រាំគឺបងប្អូនដឹងហើយថាគាត់បាននិយាយដាក់បាទនាយករដ្ឋមន្ត្រីបារាំងបាទណាហើយដាក់ឲ្យអង់គ្លេសនឹងសួរថាមិនបាច់បញ្ជូននាវាការពារស្អីនឹងមកទេគឺសង្គ្រាមជិតចប់ហើយសង្គ្រាមគាត់ឈ្នះហើយអីចឹងណាអញ្ចឹងវាធ្វើឲ្យមានការបែកបាក់បាទសូម្បីតែសម្ព័ន្ធរបស់គាត់ដែលវាយអ៊ីរ៉ង់គឺអ៊ីស្រាអែលហ្នឹងក៏នឹងដើរទៅដល់ផ្លូវបាត់ពណ៌ច្រកដែរបងប្អូនបាទថ្ងៃណាមួយនឹងបែកគ្នាហើយអាមេរិកនិងអ៊ីស្រាអែលហ្នឹងគឺគេអត់ផុតទេព្រោះអីបងប្អូនហ្នឹងប្រជាជនអាមេរិកហើយនឹងសភាអាមេរិកនឹងមិនបោះឆ្នោតឲ្យនឹងទម្លាក់បាទឬក៏មានការបាតុកម្មនៅសហរដ្ឋអាមេរិកព្រោះបាត់ផលប្រយោជន៍គេព្រោះដូណាល់ត្រាំឡើងទៅគេឲ្យគាត់និយាយ3 4ខតែខុសទាំង3 4ខបងប្អូនគឺគាត់ថាពេលដែលគាត់ឡើងកាន់អំណាចដូណាល់ត្រាំគាត់ថាសាំងនឹងចុះថោកគាត់នឹងធ្វើឲ្យសាំងចុះថោកតែទីបំផុតបងប្អូនដឹងហើយសាំងចុះថោកឡើងថ្លៃហើយគាត់ថាទំនិញឲ្យចុះថោកតែពេលគាត់ឡើងមកនិយាយរឿងពុនហើយនិយាយរឿងពុនបងប្អូនគេឥឡូវខ្មែរយើងហើយខ្មែរយើងសៀមអីបាទវៀតណាមគេជាប់នៅក្នុងប្រមាណ10ប្រទេសដែរដែលអាមេរិកនឹងសើរឿងពុនឡើងវិញណាបាទអានេះបាទមិនសមមិញនឹងឯងបងប្អូនណាបាទនឹងអញ្ចឹងខ្មែរនឹងចឹងអាមេរិកវាអញដូណាល់ត្រាំគាត់និយាយរឿងពុនហ្នឹងឥឡូវគេសភានៅសហរដ្ឋអាមេរិកគេដករឿងចេញផែតដកមិនឲ្យលោកដូណាល់ត្រាំធ្វើអីស្រាចិត្តចឹងណាបងប្អូនបាទអញ្ចឹងយើងមើលទៅគោលនយោបាយរបស់អាមេរិកគឺមិនទៀងទាត់ទេអញ្ចឹងបើអាមេរិកដកចេញទៅអ៊ីស្រាអែលងាប់ហើយអ៊ីស្រាអែលម្នាក់ឯងងាប់ហើយក្រុមហេម៉ាឡោះផងក្រុមនេះផងវាយទីជាមួយអ៊ីរ៉ង់តិចហើយអ៊ីស្រាអែលនឹងយ៉ាប់ហើយបាទណាអាហ្នឹងរឿងមួយបាទហើយបងប្អូនឃើញសម្ព័ន្ធមិត្តច្រើនមិនគាត់គេមិនចូលទៅជួយសហរដ្ឋអាមេរិកគឺមានតែអ៊ីស្រាអែលពីរហ្នឹងហើយខ្លះគេឲ្យដាក់ខែលការពារគ្រាន់តែឲ្យការពារបងប្អូនឃើញខ្លះគេចូលទៅដូចឥឡូវអូស្ត្រាលីគឺបានទៅហើយ
គឺដើម្បីអីដើម្បីទៅការពារផលប្រយោជន៍គេដែរទេគេអត់មែនទៅធ្វើសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកទេគឺគេទៅការពារស្ថានទូតគេទៅការពារស្អីគេបាត់ផលប្រយោជន៍គេដូចជាការងាររស់ស៊ីរបស់គេទេគេទៅការពារកន្លែងហ្នឹងឯងគេមិនមែនទៅជួយអាមេរិកដើម្បីធ្វើការធ្វើសង្គ្រាមទេអញ្ចឹងមានច្រើនដែលគេចូលទៅគឺចូលដើម្បីសូម្បីតែអង់គ្លេសសូម្បីតែបារាំងអីក៏ដែរគេទៅហ្នឹងគឺដើម្បីការពារផលប្រយោជន៍គេទេតែបងប្អូនហ្នឹងមិនមែនចូលរួមជាមួយសហរដ្ឋអាមេរិកនោះទេអាហ្នឹងខ្ញុំនិយាយរឿងបញ្ហាដែលចម្បងដែលតាក់ទងទៅនឹងហេតុអ្វីអាមេរិកមហាអំណាចដែរអីដែរហើយអត់មានអ្នកទៅជួយអ្នកអីគេទៅជួយនេះគឺជួយពីផលប្រយោជន៍ទេបងប្អូនណាហើយការពីការវាយប្រហារគ្នាទៅវិញមកនេះគឺបងប្អូនគឺនឹងធ្វើឲ្យខាតទាំងសងខាងវាអត់មានចំណេញទេហើយសហរដ្ឋអាមេរិកឥឡូវកំពុងតែខ្សោះគ្រាប់ហើយខ្សោះសភាវុធបងប្អូនណាបាញ់មកប្រើនឹងគាត់ចំណាយលឺអស់ប្រមាណ1000បាត់ប្រមាណ100,000 លានដុល្លារបាត់3 4អត់ប្រហែលជាមួយទឹកដំបូងវាយអ៊ីរ៉ង់ណាបាទ5 6ថ្ងៃដំបូងគឺអស់រាប់ពាន់លាន100,000 លានណាបងប្អូនមិនមែនរាប់ពាន់ទេ100,000 លានដុល្លារណាហើយសួរថាតើប្រជាជនអាមេរិកនេះគេចង់ឲ្យធ្វើចឹងអត់លុយទេយកចោលសង្គ្រាមនៅអ៊ីរ៉ង់ទេគេសុកចិត្តអត់បងប្អូនពិចារណាឡើយហ្នឹងណាបាទអញ្ចឹងបាទហើយប្រមូលគាត់ខ្វះគាត់ទៅយកខែលការពារពីកូរ៉េបាទខាងត្បូងរហូតដល់កូរ៉េកំពុងខកចិត្តមិនដឹងធ្វើម៉េចបើគេបោះគេត្រូវការយកទៅហើយគេថាសម្ព័ន្ធមិត្តចេះជួយគ្នាឥឡូវសំបីទៅជប៉ុនក៏អស់ក្តីសង្ឃឹមដែរព្រោះសហរដ្ឋអាមេរិកថានឹងជួយការពារប្រទេសរបស់ខ្លួនអញ្ចឹងបើខ្លួនមិនការពារទេអាមេរិកដកអាសភាវុធដកទ័ពអីទៅដូចនៅកូរ៉េខាងត្បូងអញ្ចឹងទៀតសួរថាតើប្រទេសមិននៅអាណារៀលអញ្ចឹងកូរ៉េអញ្ចឹងជីជាន់ឥឡូវកូរ៉េអញ្ចឹងកំពុងតែមានការវិបត្តិផ្ទុះណាគឺដកអញ្ចឹងមានឱកាសណាហើយជប៉ុនគឺត្រូវតែការពារខ្លួនឯងគាត់និយាយថាក៏អត់មានជឿសម្ព័ន្ធមិត្តអាមេរិកអីទៀតទេអញ្ចឹងកន្លែងហ្នឹងគេខ្លួនទីពឹងខ្លួនណាបងប្អូនកន្លែងហ្នឹងអញ្ចឹងកន្លែងនេះហ្នឹងបានគេបញ្ចង់ឲ្យមានសង្គ្រាមកើតឡើងហ្នឹងបងប្អូនបាទបងប្អូនហើយថ្ងៃនេះវេកភ្លៀងបន្តិចអត់បានចេញទៅក្រៅខ្ញុំសូមបន្តរឿងល្បីក៏ក្រៅនៅក្នុងប្រព័ន្ធ social media តិចអំពីបងប្អូនស្រីកនថាបាទបងប្អូនស្រីកនថាគឺខ្ញុំក៏ជា fan របស់គាត់ម្នាក់ដែរពីមុនមកដែលខ្ញុំតែងតែស្ដាប់គាត់ហើយគាត់មានការបកស្រាយលើកអំណះអំណាងត្រឹមត្រូវគាត់និយាយអីគឺគាត់និយាយចំហើយគាត់មានផុសតាងក្នុងការនិយាយស្ដីរបស់គាត់ចឹងបាទគាត់លើកមកគឺមានផុសតាងខ្ញុំសរសើរគាត់នៅស្នាដៃនៅអ្វីដែលគាត់បានបញ្ចេញបោះចែករំលែកឲ្យបងប្អូនទាំងអស់គ្នាប្រជាជនខ្មែរយើងក៏មានការពេញចិត្តបាទនិយាយចូលចិត្តស្ដាប់គាត់នឹងវាស្ទើរតែ90-95% ហើយបងប្អូនហើយខ្ញុំសន្និដ្ឋានថាចំពោះខ្ញុំគ្មានអីដែលត្រូវទៅនេះអីទេមានកន្លងមកឬបងប្អូនខ្លះថាខ្ញុំនឹងនិយាយទៅនឹងប្រឆាំងមួយកណ្ដាថាអីគឺខ្ញុំបាននិយាយថាខ្ញុំគោលការណ៍ខ្ញុំមិនមែនស្អប់អាមេរិកហើយក៏ខ្ញុំមិនមែនស្អប់អ៊ីរ៉ង់ដែរហើយក៏ខ្ញុំមិនស្រឡាញ់អ៊ីរ៉ង់ក៏ខ្ញុំមិនស្រឡាញ់អាមេរិកពេកដែរហើយអ្វីដែលខ្ញុំស្រឡាញ់នេះខ្ញុំបានប្រាប់បងប្អូននៅក្នុងនេះហើយគឺស្រឡាញ់គោលនយោបាយរបស់អាមេរិកលទ្ធិប្រជាធិបតេយ្យហើយសេរីអីក្នុងការរស់នៅនិយាយស្ដីបាទអ៊ីរ៉ង់ខ្ញុំស្រឡាញ់នឹងការតស៊ូតអីរឿងគាត់ធ្វើសម្រាប់មនុស្សឬក៏កុម្មុយនីឬក៏ផ្ដាច់ការខ្ញុំមិនចូលចិត្តទេហើយរឿងអាមេរិកឲ្យខ្ញុំស្រឡាញ់បានតែលទ្ធិប្រជាធិបតេយ្យហ្នឹងស្រីអីយុទ្ធធរអីប៉ុន្តែឲ្យស្រឡាញ់ការទៅសម្រាប់រង្គាលគេទៅគម្រាមប្រទេសគេទៅសភាពសង្កត់ប្រទេសគេគឺខ្ញុំបដិសេធដាច់ខាតព្រោះខ្ញុំជាមនុស្សសន្តិភាពនិយមបាទអញ្ចឹងកន្លែងហ្នឹងមានអ្នកខ្លះគាត់ថាខ្ញុំហ្នឹងអត់ដឹងគុណអាមេរិកអីចឹងអត់ទេណាគុណគឺគុណស្រាយគឺស្រាយបងប្អូនកន្លែងហ្នឹងយើងបែកចែកដាច់អញ្ចឹងកម្មថាគាត់និយាយទៅវាអ្នកខ្លះគាត់ស្ដាប់ទៅលើដូចជាការបែបគម្រាមហើយអ្នកខ្លះទៅធ្វើខមមិននៅគាត់ទៅឃើញការគម្រាមកំហែងហេតុអ្វីបាទមនុស្សយើងបងប្អូនបាទគាត់គេនិយាយយើងមិនបាច់ចូលដល់ថ្នាក់គម្រាមដល់ចឹងណាអីនិយាយទៅប៉ះពាល់ដល់អារម្មណ៍អញ្ចឹងគាត់ក៏មានការនិយាយត្រូវហើយការនិយាយរបស់អ្នកវេកញែកហ្នឹងគឺអ្នកចែករំលែកហ្នឹងមិនមែនត្រូវចិត្តបងប្អូនទាំងអស់គ្នាទេបងប្អូនគុំច្រឡំថាគេនិយាយត្រូវចិត្តបងប្អូនទាំងអស់និយាយត្រូវចិត្តបងប្អូនតែខុសចិត្តអ្នកផ្សេងទៀតអញ្ចឹងយើងស្ដាប់ទៅបើកន្លែងណាស្ដាប់មិនបានយើងអូទៅឃើញគាត់បងត្រីគាត់ថានិយាយទៅមិនទៅល្អយើងអូចេញទៅកន្លែងណាយើងគាត់និយាយល្អយើងយកតែចំណុចល្អរបស់គាត់មកយល់ទេបងប្អូនហើយយើងអត់មានអីបាត់មនុស្សកុំសាហាវពេកកុំដល់ដាក់ខមមិនជេរខមមិនអីបានល្មមហើយបងប្អូនខ្មែរយើងណាខ្មែរយើងខ្មែរអ៊ីស្លាមក៏ដោយណាបាទជនជាតិណាក៏ដោយវាដូចតែគ្នាទេបងប្អូនបាទណាដូចខ្ញុំនិយាយបាននិយាយហើយថាបុកិនទៅនឹងគឺមានតែដីទឹកដីភ្លើងខ្យល់
តាអាកាសតែមួយតែប៉ុណ្្នឹងទេដូចគ្នាទេបងប្អូនរឿងអីជាតិសាសនាឬក៏សញ្ជាតិកម្ពុជាវៀតណាមឡាវអាមេរិកជប៉ុនណារុស្ស៊ីអីតាមពិតវាគ្រាន់តែជាបញ្ញត្តិដៃដាក់ទៅគ្រាន់តែដាក់ឲ្យគេចាំថាអញ្ចឹងទេបើមកយកខ្មែរទៅនៅអាមេរិកគេថាអាមេរិកហ្នឹងកុំឲ្យប្រាប់កូនខ្មែរទូចមួយហ្នឹងឲ្យវាទៅអាមេរិកនឹងទិញអាលុយអាមេរិកមកវិញមកនៅស្រុកខ្មែរវិញកូនងាទូចមកកុំឲ្យវាដឹងថាវាជាតិមកណាក៏វាថានៅខ្មែរអញ្ចឹងមិនមែនមកអីទេមកពីសង្គមនេះរស់នៅអញ្ចឹងបងប្អូនយើងកុំយើងទៅកុំតេះដៀលគ្នាកុំអីបាត់សំណូមពរបងប្អូនអស់នេះខ្មែរកុំឲ្យធ្វើម៉េចកុំឲ្យសាសនាឆ្លោះគ្នាកុំឲ្យជួបនឹងវិបត្តិខ្មែរត្រូវបានគេទាញឲ្យស្អប់គ្នាទៅវិញទៅមកឲ្យមានបញ្ហាអីគុំបាត់បងប្អូនណាយើងស្ដាប់ក៏ស្ដាប់ទៅយើងបញ្ចេញយោបល់ល្មមគុំចូលលក្ខណៈជលនិយមពេកគុំចូលលក្ខណៈពេញចិត្តពេកយើងល្មមកដាលណាបងប្អូនណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនថ្ងៃនេះសូមអរគុណច្រើនក្នុងការតាមដានរបស់បងប្អូនដែលថ្ងៃនេះមិនសូវជាស្រួលខ្លួនប្រហែលទេបងប្អូនភ្លៀងតែបងប្អូនណាបាទភ្លៀងមកគឺវាផ្ដាសាយដាក់អីចឹងអត់សូវល្អបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អបាទនេះថែរក្សាសុខភាពរបស់គ្នារកស៊ីមានបានទៅណាមកណាសុខភាពតាមផ្លូវទាំងអស់គ្នាបាទអរគុណច្រើន